របៀបចិញ្ចឹមព្រាបឲ្យបានផលតោះគ្រប់ជំរាបសួរពុកម៉ែបងប្អូនឥឡូវយើងនិយាយអំពីរបៀបចិញ្ចឹមព្រាបឲ្យបានផលរបៀបចិញ្ចឹមព្រាបគឺមានពីរផ្នែកមួយគឺយើងចិញ្ចឹមព្រាបដាក់ទ្រុងតែមួយជបល់ចូលគ្នាទាំងអស់អញ្ចឹងណាហើយមួយទៀតគឺយើងដាក់ខាន់ជាបន្ទប់តើមួយណាបានល្អជាងបងប្អូនlike ដើម្បីជាកម្លាំងចិត្តនិង comment ដើម្បីសាកសួរព័ត៌មានអំពីរបៀបចិញ្ចឹមព្រាបthì បងប្អូនsubscribe ដើម្បីបានវីដេអូថ្មីអំពីយើងបាទព្រាបបងប្អូនឆ្លាញ់គ្នាមួយទល់នឹងមួយហើយព្រាបវាពងទាំងពីរទេហើយព្រាបក្រាបទាំងពីរទាំងនេះមកវាក្រាបបាន18ថ្ងៃវាចាប់ផ្ដើមញាស់បងប្អូនហើយចំណីព្រាបនោះគឺមានស្រូវមានពោតមានសណ្ដែកមានវីតាមីនអីចឹងទៅបងប្អូនជាដំបូងខ្ញុំនិយាយអំពីព្រាបដែលយើងលែងច្បល់ចូលគ្នាបងប្អូនចិញ្ចឹមច្បល់ចូលគ្នាទាំងអស់គ្នាបើយើងមិនមានទ្រុងបាត់បាំងទេគឺយើងអត់សូវបានផលច្រើនទេបងប្អូនពីព្រោះអីព្រាបគឺវាដណ្ដើមទ្រុងគ្នាមានពេលខ្លះទៅដណ្ដើមទ្រុងគ្នាបែកពងហើយមានពេលខ្លះទៅគឺវាជន់គ្នាពេលណាដែលវាមានស្នេហាអញ្ចឹងទៅឈ្មោលជន់ញីហើយមានព្រាបផ្សេងទៀតមករំខានពេលនោះធ្វើឲ្យមេជីវិតនៅក្នុងពងវាមិនមានទេអញ្ចឹងធ្វើឲ្យពងព្រាបនោះខូចបងប្អូនបើសិនណាមានឈ្មោលច្រើនគឺវាជុលគ្នាបងប្អូនជុលគ្នាពេញតែទ្រុងទៅហើយមានខ្លះទៅដដើមទ្រុងទេធ្វើឲ្យរំខាននៅមេក្រាបអីចឹងទៅធ្វើឲ្យដំណើរការនៃការក្រាបការផលិតកូននោះគឺអត់បានផលទេវាគាត់ថាมันបានផលតែមិនអត់បានផល 100% ទេបងប្អូនវាអាចถึงបាន50ទៅ60% អីចឹងណាបងប្អូនឥឡូវយើងចាប់ដើមមកនិយាយអំពីចិញ្ចឹមព្រាបដាក់ទ្រុងវិញបងប្អូនការចិញ្ចឹមព្រាបនៅដាក់ទ្រុងជាប្រអប់ជាម្លុកនោះគឺវាមានផលនឹងបានច្រើនជាងដែលយើងចិញ្ចឹមព្រាបនៅក្នុងច្បុកច្បល់លេងជាមួយគ្នាពេលណាដែលយើងបានចាប់គោមួយគោទៅចូលក្នុងទ្រុងហើយវាចាប់ដើមពងគឺយើងរក្សាចំណីនោះគឺបានទៀងទាត់នៅក្នុងមេនៅក្នុងទ្រុងនោះហើយវាពងវាក្រាបអីក៏បានមកចត់ដែរហើយចំពោះជន់ញីនេះគឺវាជន់តាគ្នាវាទេហើយมันមានព្រាបផ្សេងទៅរំខានវាទៅដដើមស្កប់វាទៅជុលវាធ្វើឲ្យខូចខាតពងទេបងប្អូនដាក់នៅក្នុងទ្រុងបងប្អូនត្រូវតែដាក់ទឹកហើយនឹងចំណីឲ្យបានទៀងពេលព្រោះអីព្រាបតែដាច់ទឹកដាច់ចំណីអីតែមួយថ្ងៃពីរថ្ងៃហ្នឹងធ្វើឲ្យវាបាក់ចិញ្ចឹមទៅអត់បានល្អអញ្ចឹងណាបងប្អូនឃើញខ្ញុំលេងចូលគ្នាអញ្ចឹងបងប្អូនគឺលេងតែព្រាបជំទង់ហើយអាព្រាបណាដែលវាមិនចូលក្រាបពងទេពេលណាដែលព្រាបនេះវាស្រឡាញ់គ្នាវានឹងរកពងហើយរកសម្បុកគឺខ្ញុំខាំងឲ្យវាជន់គ្នានៅក្នុងហ្នឹងហើយវាក្រាបហើយវាពងខ្ញុំបាត់វានៅក្នុងទ្រុងមួយដាក់ចំណីនឹងទឹកឲ្យវាស៊ីឲ្យបានគ្រប់គ្រាន់អញ្ចឹងវាក្រាបវាពងឲ្យដោយសុវត្ថិភាពมันមានសត្វផ្សេងមកយាយីវាมันមានព្រាបគ្នាវាមករំខានវាអញ្ចឹងយើងបានផលក៏ខ្ពស់ដែរបងប្អូនហើយអាព្រាបលេងនៅខាងក្រៅគឺជាព្រាបដែលវាបានញាស់កូនស្រាប់ហើយលេងឲ្យវាមានសេរីភាពហើយព្រាបជំទង់ឬមួយក៏កូនព្រាបខ្ញុំលេងខាងក្រៅដើម្បីឲ្យវាហោះហើរមួយរយៈទៅពេលណាដែលគូណាវាត្រូវមកចាប់ដើមពងឬមួយក៏ចាប់ដើមចង់ប្រកាសឲ្យស្រឡាញ់គ្នាហ្នឹងខ្ញុំចាប់ដើមបញ្ចូលនៅក្នុងទ្រុងម្លុកផ្សេងទៀតហើយបងប្អូន